បាទសួស្តីអ្នកនរគ្នាអញ្ចឹងសូមបន្ថែមតិចដោយសារតែវីដេអូខ្ញុំនិយាយនឹងការបងរំលោះផ្ទាល់ជាមួយការ៉ាស់គឺរៀង viral ខ្លាំងបាទចង់40 50k ហើយបាទអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនយើងចាប់អារម្មណ៍រឿងនឹងច្រើនហើយក៏ជួបបញ្ហានឹងច្រើនដែរសរុបសេចក្តីបងប្អូនដែលគាត់បងមួយការ៉ាស់ជាច្រើនគាត់អាចភាគរយគាត់គឺអាចបាទមានបញ្ហា CVC បាទបញ្ហា CVC មិនទៅល្អឬមួយក៏ខូច CVC អញ្ចឹងដូចក្នុងគាត់សរសេរនេះត្រូវវាអត់ខុសទេគ្រាន់តែថាការបងផ្ទាល់បាទបងប្អូនត្រូវសម្រេចចិត្តនិងសួរនាំនៃអត្រាការប្រាក់ឲ្យច្បាស់បាទលក្ខខណ្ឌឲ្យច្បាស់រយៈពេលឲ្យច្បាស់តម្លៃឲ្យច្បាស់ឲ្យខាងការ៉ាស់គេ calculate មកឲ្យច្បាស់មកគិតគណនាច្បាស់មកព្រោះបញ្ហារាល់ថ្ងៃនេះបាទយើងឃើញថាបញ្ហាប្រជាជនយើងបងប្អូនយើងគាត់ធ្លាក់ក្នុងបំណុលច្រើនពេលដែលគាត់អត់យល់ដឹងអ្នកខ្លះគាត់តាមខេត្តតាមស្រុកតាមភូមិទៀតគាត់កាន់តែខ្វះចំណេះដឹងហិរញ្ញវត្ថុនៃការគិតគណនានៃអត្រាការប្រាក់រយៈពេលបាទសងត្រឡប់និងសេវាផ្សេងរបស់កន្លែងបងនីមួយមិនថាជាឡានមិនថាជាម៉ូតូមិនថាជាគ្រឿងអេឡិចត្រូនិកបាទអញ្ចឹងហើយដែលធ្វើឲ្យបងប្អូនយើងមានបញ្ហាវិបត្តិបំណុលច្រើនអញ្ចឹងហើយក៏ខ្ញុំឃើញបញ្ហានេះខ្ញុំធ្លាប់ចេញវីដេអូពីមុនក៏មានដែរតើតើនឹងការចងការតើតើនឹងការអីផ្សេងអានេះវាម្យ៉ាងម្នាក់ដូចគ្នាអញ្ចឹងក៏ជាការសំណើនិងសំណូមពរទេបាទសម្រាប់បងបាទអ្នកបើកការ៉ាស់ឡានបងរំលោះផ្ទាល់ល្អសម្រាប់បងប្អូនយើងល្អបំផុតលក្ខខណ្ឌងាយស្រួលប៉ុន្តែក៏យើងត្រូវយល់យើងត្រូវអធ្យាស្រ័យយើងត្រូវមានគុណធម៌ក្នុងការរស់ស៊ីបាទនៅមានសុជីវធម៌គុណធម៌បាទធ្វើម៉េចធ្វើបុណ្យធ្វើទានខ្លះទៅបាទមានន័យថាយើងស៊ីអត្រាការប្រាក់ធ្វើម៉េចយើងរស់ស៊ីយើងត្រូវការចំណេញតែយើងត្រូវធ្វើម៉េចឲ្យមានសមមាត្រគ្នាដែរបាទដូចខ្ញុំបញ្ជាក់ក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងចំណេញជារឿងចំណេញរស់ស៊ីត្រូវដាច់ខាតត្រូវតែចំណេញមិនថារស់ស៊ីអីទេបើមិនចំណេញបាច់រស់ស៊ីទេបាទដេកផ្ទះទៅបងប្អូនបាទអញ្ចឹងហើយយើងចំណេញទៅមិនលក្ខណៈឲ្យសមរម្យពីអតិជនឲ្យអតិជនគាត់មកបងកន្លែងយើងហើយបងទៀតគាត់ណែនាំបងប្អូនហើយបងទៀតមិនមែនបងម្ដងហើយផ្ដាំម៉ែផ្ដាំឪផ្ដាំជាដូនផ្ដាំជាតារបស់យើងគឺលែងហ៊ានមកបងតែម្ដងគឺមិនអាចទេបងប្អូនយើងត្រូវតែយោគយល់បាទខ្មែរដូចតែគ្នាទេបាទអញ្ចឹងហើយយើងធ្វើម៉េចដាក់អត្រាការប្រាក់ណាមួយលក្ខខណ្ឌណាមួយយើងបានចំណេញពីគាត់ដោយសមរម្យដែរខុសពីធនាគារ20ទៅ30%អីចឹងទៅឬមួយ10%អញ្ចឹងទៅឲ្យវាសមរម្យដែរមិនថាម៉ូតូមិនថាឡានទេដោយសារតែខ្ញុំឃើញបាទបញ្ហានេះចូលក្នុងសង្គមយើងច្រើនបាទដូចម៉ូតូអីម៉ូតូ1000 1500បងឡើង3 4 5000ម៉ូតូ2000បងឡើង5 6000សួរថាគ្រាន់តែជាអត្រាការប្រាក់រយៈពេល4ឆ្នាំ5ឆ្នាំ6ឆ្នាំនឹងសួរថាយើងបងតែអត្រាការប្រាក់ហ្នឹងគឺវាដាច់ខ្យល់បាត់ហើយនេះហើយជាសម្ពាធរងសម្ពាធបាទដែលធ្វើឲ្យបងប្អូនយើងពេលខ្លះបងឆាចោលបោះចោលឲ្យត្រូវជពាក់គេសងគេបាទចូលបំណុលនឹងច្រើនមែនទែនអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺចែករំលែកបំណងល្អបាទដើម្បីឲ្យប្រជាជនយើងយល់នៅលើការបងជាមួយការ៉ាស់ការបងជាមួយធនាគារបាទមិនថាបងឡានបងម៉ូតូឬមួយក៏គ្រឿងអេឡិចត្រូនិកទូរស័ព្ទអីផ្សេងទេត្រូវសិក្សានិងត្រូវសួរនាំឲ្យច្បាស់ហើយយើងក្នុងយើងជាអ្នករស់ស៊ីបាទបើកប្រចាំខ្លួនឯងចងការខ្លួនឯងបាទឬមួយក៏បងរំលោះផ្ទាល់ជាមួយការ៉ាស់យើងផ្ទាល់នេះធ្វើម៉េចក៏ដោយឲ្យវាយុត្តិធម៌ឲ្យវាមានគុណធម៌ក្នុងជីវិតក្នុងការរស់ស៊ីឲ្យវាសមរម្យចែករំលែកទៅឲ្យបាទអ្នកដែលគាត់អត់អ្នកដែលគាត់ខ្វះខាតថវិកាខ្វះខាតធនធានវាបានប៉ុនមកតែបងប្អូនបាទបើយើងគិតតែស៊ីគិតតែចិញ្ចក់គិតតែស៊ីច្រើនពេកសួរថាពួកគាត់ទៅជាយ៉ាងណាគឺបងម្ដងហើយគឺដឹងតែចប់ហើយផ្ដាំតគ្នាគឺរៀងតែម្ដងបាទអានេះក្នុងវិស័យឯកជនមិនថាក្នុងវិស័យចុចទេក៏មានការបាទថ្លែងបន្លំអត្រាការប្រាក់ហើយជាមួយនឹងបាទលក្ខខណ្ឌអីផ្សេងមួយចំនួនដែរអញ្ចឹងបងប្អូនមុននឹងធ្វើការបងរំលោះឡានបងរំលោះម៉ូតូអ្វីមួយយើងត្រូវតែសិក្សាឲ្យច្បាស់ជាមួយបាទធនាគារឬមួយក៏ជាមួយនឹងការ៉ាស់បងប្អូនណាអរគុណបាទបើបងប្អូនមានមតិយោបល់បែបណាអាចខមមិនខាងក្រោមវីដេអូនេះបានបាទអរគុណច្រើន